សួស្តីអ្នកទាំងអស់គ្នាខ្ញុំអូសាកាខ្ញុំមកទីនេះដើម្បីណែនាំសាច់រឿងថ្មីមួយដែលមានចំណងជើងថា Class Mate ដែលខ្ញុំបានឲ្យវាទៅជាភាសាខ្មែរថាមិត្តប្រុសរបស់ខ្ញុំគឺជាខ្មោចសាច់រឿងនេះជាប្រភេទសាច់រឿងរន្ធត់អាកំបាំងនិងទំនាក់ទំនងស្នេហាអញ្ចឹងហើយមុននឹងចូលសាច់រឿងយើងអ្នកទាំងអស់គ្នាយើងជួយចុច Subscribe Like Comment និងចុចសញ្ញារូបកណ្ដឹងឲ្យខ្ញុំផងណាហើយadminក៏អរគុណអ្នកទាំងអស់គ្នាទុកជាមុនផងដែរអញ្ចឹងយើងចូលសាច់រឿងរបស់យើងទៅដល់យើងក៏បានឃើញថាមានក្មេងស្រីម្នាក់បានដេកកាប់មុខជាមួយនឹងដៃពោពេញទៅដោយរបួសហើយយើងក៏បានឃើញដៃនរណាម្នាក់បានឆោងចាប់ទៅកាន់នាងដោយនិយាយថាខ្ញុំអាចការណាស់ខ្ញុំមិនចង់រស់នៅតែម្នាក់ឯងនោះទេកាន់មកក្នុងឆ្នាំ2008យើងបង្ហាញឲ្យឃើញសាលារៀនមួយដែលមានឈ្មោះថាដងហាងសម្រាប់សិស្សឆ្នាំទី1នៃសាកលវិទ្យាល័យដងហាងហើយនៅទីនោះមានច្បាប់ចំនួន2ច្បាប់ទី1គឺកុំចូលទៅក្នុងអគារដែលត្រូវបានគេបោះបង់ចោលនៅឯសាលាលើភ្នំហើយច្បាប់ទី2កុំនិយាយឬក៏ប៉ះចោលអនហាមកពីថ្នាក់ទី1នៃឆ្នាំទី3ប្រសិនបើអ្នកចូលទៅចិត្តនាងអ្នកនឹងជាប់បណ្ដាសាហើយយើងក៏បានឃើញផងដែរថាកៅអីដែលនាងបានអង្គុយត្រូវបានពួកគេប៊ូលីនិងជេរប្រមាថមាក់ងាយទៅកាន់នាងថានាងគួរខ្លាចនាងគឺជាមនុស្សដែលចង្រៃហើយថែមទាំងបន់នាងឲ្យទៅស្លាប់ទៀតផងមនុស្សដែលពួកគេសម្ដៅទៅលើនោះគឺជាមនុស្សស្រីម្នាក់ដែលមានសក់រួញសក់ដែលមានពណ៌បៃតងចាស់នាងបានងើបចេញពីកៅអីដែលសម្ដៅទៅកាន់ថ្នាក់មួយផ្សេងទៀតមនុស្សគ្រប់គ្នាបន្ទាប់ពីឃើញនាងដើរចេញពីថ្នាក់នោះពួកគេនាំគ្នានិយាយដល់នាងថានោះនាងមកហើយបរិះនោះក៏បាននិយាយថាខ្ញុំឮថានាងមើលឃើញខ្មោចមែនទេរីសក់ខ្លីនោះក៏បានតបថាឯងនិយាយតិចតិចទៅយ៉ាត់នាងលើនិយាយប៉ុណ្ណឹងហើយដល់មិនលើទៀតទៅចម្លែកនោះបន្ទាប់មកនាងក៏បានដើរចូលក្នុងថ្នាក់មួយហើយក៏មានបរិះម្នាក់បាននិយាយមកកាន់នាងថាហេតអ្នកមកហើយមែនភ្លាមនោះនារីសក់ខ្លីនោះក៏បាននិយាយទៅកាន់នាងថាហេតុអ្វីបានជាអ្នកមកយឺនអញ្ចឹងអូមើលទៅកាន់នាងប្រហែលជាលវទៅលេងជាមួយនឹងខ្មោចដល់មិនមើលឃើញពេលវេលាទេមែនទេអូនហាឆាប់មកទៅនេះមកខ្ញុំនឹងបង្កើតយន្តសម្រាប់ឯងដើម្បីបិទពួកវាឬការពារពួកគេអូនហាបានសំឡេងទៅកាន់នារីសក់ខ្លីនោះទាំងភ័យខ្លាចអូនហាបានកាត់ក្នុងចិត្តថាគឹមថេរីនេះឥឡូវនេះខ្ញុំកំពុងរស់នៅដូចជាប្រដាប់លេងរបស់គឹមថេរីអញ្ចឹងដែលគេបានដាក់រហស្សនាមមកកាន់ខ្ញុំថាមនុស្សចម្លែកមើលឃើញខ្មោចអញ្ចឹងហើយនារីសក់ខ្លីនេះមានឈ្មោះថាគឹមថេរីនកាន់មកអតីតកាលដែលអូនហាបានសម័យដោយអូនហាបាននិយាយថាវាទាំងអស់បានចាប់ផ្ដើមនៅវិទ្យាល័យដោយសារតែការយកច្រឡំទូចមួយដែលបង្កឡើងពីគឹមថេរីនពីអាចារ្យរាមបានរីករាលដាលយ៉ាងឆាប់រហ័សដោយមិនអាចគ្រប់គ្រងវាបានឡើយហើយនៅពេលដែលយើងបានចូលវិទ្យាល័យសុកគឹមថេរីនចាប់ផ្ដើមធ្វើបាបមកកាន់ខ្ញុំជារៀងរាល់ថ្ងៃតែនៅក្នុងថ្នាក់នឹងមិនទប់ទឹកមិនថានៅកន្លែងហាត់ប្រាណនោះឡើយមុនពេលដែលខ្ញុំបានដឹងសាលាទាំងមូលត្រូវបានគ្រប់គ្រងដោយដៃរបស់នាងនិយាយពីថាគឹមថេរីននេះអាក្រក់ចំយាធ្វើបាបគ្នាឡើងដូចសត្វធាតុហើយនេះមកគូមុខគ្នាឡើងអាក្រក់អាក្រៃអើយកុំយកកំប្រូតាមយាប៉ាក់ហ្នឹងបន្ទាប់មកពួកគេបាននិយាយថាហេហេហេតុអ្វីបានជាអ្នកយំអញ្ចឹងហើយយ៉ាបើអ្នកគឺជាមនុស្សចម្លែកអ្នកគួរតែមើលរឿងនោះយ៉ាងហោចណាស់មិនដឹងថាប្រូនឹងគាត់ចង់មានន័យយ៉ាងម៉េចទេថែមទាំងចងក្បាលទៅកាន់អូនហាទៀតផងបន្ទាប់មកអូនហាក៏បាននិយាយទៅកាន់ពួកគេថាហេតុអ្វីបានជាពួកឯងធ្វើបែបនេះមកកាន់ខ្ញុំអញ្ចឹងភ្លាមនោះអូនហាបាននិយាយតែទឹកភ្នែកថាអ្នកទាំងអស់គ្នាមិនដឹងហេតើថាខ្ញុំមិនអាចមើលឃើញខ្មោចទេដូច្នេះហេតុអ្វីមែនទេហេគឹមថេរីបាននិយាយទៅកាន់អូនហាទាំងសាច់ចំអកថាណាក៏បានដឹងរឿងនោះផងដែរវាពិតជាគួរឲ្យអស់សំណាចណាស់តើអ្នកត្រូវការហេតុផលដ៏អស្ចារ្យដែរមែនទេដូចជាអតីតកាលដ៏គួរអាណិតឬក៏អ្វីមួយដូចជានោះខ្ញុំគ្រាន់តែរីករាយនឹងការមើលនេះឬបំរាស់តែប៉ុណ្ណោះប៉ុណ្ណឹងហើយប្រសិនបើខ្ញុំមិនបានជួបនាងនៅវិទ្យាល័យនោះស្រាប់តែនាងបានរត់ចាក់ចេញពីពួកគេដោយនិយាយថាតើការបដិគូរន្ធត់នេះប្រែទៅជាខុសគ្នាដែរទេតើពីពួកគេបានឃើញនាងរត់ចេញពីពួកគេក៏បានសើចហើយយ៉ាហេតើនាងកំពុងតែរត់ទៅណាហ្នឹងកុំព្យាយាមរត់ឲ្យសោះអូនហាបន្ទាប់ពីនាងព្យាយាមរត់ចាក់ចេញពីពួកគេនាងក៏បានឈប់មួយសន្ទុះដ៏ហត់ហើយនាងក៏បាននិយាយថាខ្ញុំមិនអាចរត់បន្តទៀតទេតែភ្លាមនោះនាងបានចាប់អារម្មណ៍ទៅកាន់អ្វីមួយដែលធ្វើឲ្យនាងព្រឺសម្បូរខ្លាំងមែនទែននាងក៏បានងាកទៅកាន់កន្លែងមួយដែលធ្វើឲ្យនាងបានចាប់អារម្មណ៍ហើយគេក៏បានឃើញកន្លែងនោះហើយជាអគារមួយដែលត្រូវបានគេបោះបង់ចោលអូនហាបាននិយាយទាំងបែកញើសថាតើនេះគឺជាកន្លែងដែលគេបោះបង់ចោលហើយមានពាក្យអាចារ្យរាមថាមានខ្មោចលោមែនទេស្រាប់តែភ្លាមនោះនាងក៏បានចាប់អារម្មណ៍ថាគ្នារបស់គឹមថេរីនឹងបានរកឃើញនាងហើយហេចូលអូនហាឯងនៅទីណាហ្នឹងអូដោយនិយាយថាតើក្មេងរពើនោះរត់ទៅដល់ទីណាហើយហ្នឹងអូឆាប់ឡើយយើងគួរតែរស់នេះឲ្យឃើញមុនពេលដែលគឹមថេរីនឹងរត់ទៅម្ដងទៀតតើពួកគេកំពុងតែមើលមកកាន់ខ្ញុំមែនទេនាងបាននិយាយទាំងញ័រខ្លួនថាទេប្រសិនបើខ្ញុំទទួលការធ្វើបាបបែបនេះទៀតតើខ្ញុំគួរតែធ្វើបែបណាទៅតើខ្ញុំគួរតែទៅកន្លែងណាទៅឥឡូវនេះអូខ្សែច្រវាក់ណាច្រកចូលរលងជាងអ្វីដែលខ្ញុំបានរំពឹងទុកទៀតប្រសិនបើខ្ញុំលេងវាឲ្យបានត្រឹមត្រូវនោះខ្ញុំមិនត្រូវបានគេចាប់បាននោះទេប្រសិនបើខ្ញុំត្រូវបានគេចាប់ម្ដងទៀតនោះខ្ញុំប្រកាសជាស្លាប់ជាជីមកខាងបន្ទាប់មកអូនហាក៏បានឡើងទៅលើអគារនោះនៅពេលដែលនាងបានឡើងទៅដល់មុខទ្វារនាងក៏បានកាត់ថាពេលមើលចិត្តទៅវាពិតជាគួរខ្លាចជាងអ្វីដែលខ្ញុំបានស្រមៃទៅទៀតបន្ទាប់ពីនាងបានគិតរួចនាងក៏បានបើ
ហើយទ្វីចូលទៅខាងក្នុងនោះហើយមានភាពភ្ញាក់ផ្អើលដោយសារនៅខាងក្នុងនោះសុទ្ធតែធូលីដីនិងមានភាពកខ្វក់ជាច្រើនខ្ញុំបានលើថាអគ្គិនេះប្រើសម្រាប់ឆ្នាំទី3កាលពីមុនមកហើយវាត្រូវបានបិទអស់រយៈពេល10ឆ្នាំមកហើយនាងបានដើរបណ្ដាគិតក្នុងចិត្តបណ្ដាដែលមិនបានចាររំនៅខាងឆ្វេងដៃនេះនោះឡើយដោយមានសមោអ្វីមួយបានដើរតាមនាងប៉ុន្តែវាគឺមិនដូចជាពេលវេលាបានបញ្ឈប់នៅទីនោះឡើយពន្លឺព្រះអាទិត្យវានៅខាងក្រៅប៉ុន្តែវាគឺងងឹតនៅខាងក្នុងវាប្រែថាពពងនៅតែមានថ្ងៃដដែលអូនហានិយាយមិនណាមើលឆ្វេងមើលស្ដាំមិនណារួយក៏បានដើរទៅដល់ថ្នាក់រៀនមួយប៉ុន្តែហេតុផលខ្លះវាមិនគួរខ្លាចដោយពីអាចារ្យបារាមដែលគេបានផ្សព្វផ្សាយនោះទេអូនហាក៏បានដើរទៅកាន់តុមួយដោយប៉ះទៅលើវាដោយនាងបានសង្កេតឃើញថាវាពុះពេញទៅដោយធូលីនាងបានកាត់ក្នុងចិត្តថានៅទីនេះនឹងគ្មាននរណាម្នាក់អាចស្វែងរកនាងឃើញបាននោះទេកាន់មកក្នុងថ្នាក់រៀនលោកគ្រូក៏បានចូលមកបង្រៀនសិស្សៗដោយប្រាសិស្សថាឆាអង្គុយភ្លាមទៅវាគឺជាមេរៀនចុងក្រោយហើយណាភ្លាមនោះស្រាប់តែលោកគ្រូគាត់បានឆ្ងល់ហើយក៏បានសួរទៅកាន់អ្នកគ្រប់គ្នាថាតើកៅអីនៅខាងក្រោយនោះទាំងនោះគឺជាចូលអនហាតើនាងបាត់ខ្លួនទៅណាទាំងដែលគាត់កំពុងតែបង្រៀនគាត់បានសួរទៅកាន់សិស្សៗគ្រប់គ្នាថាតើនាងបានបាត់ខ្លួនទៅណាស្រាប់តែសម័យខ្លួនក៏បានមានខ្លួនពួកគេក៏បានមើលមុខគ្នាចាមិនចាំបាច់ទៅមើលពីណាគេឆ្ងាយទេគឺ3គ្រឿងហ្នឹងហើយដែលជាអ្នកបង្កបញ្ហាដែលធ្វើឲ្យអូនហានោះរត់ចាក់ចេញពីថ្នាក់រៀននោះពេលដែលយើងមានមិត្តរួមថ្នាក់ដែលពួកគេស៊ីត្រាបែបនេះពួកគេក៏បានជជែកថាតើនេះកំពុងតែរំលងថ្នាក់រៀនទៀតហើយមែននៅពេលដែលគ្រូកំពុងតែបង្រៀននៅក្នុងថ្នាក់បែបនេះតើនេះកំពុងតែទៅណាលើនេះវាគឺមិនចំណាយទេដែលស្ងាត់បែបនោះលោកគ្រូបន្តនិយាយថាពិតមែនហើយនៅពេលដែលនាងបាត់បង់ឪពុកម្ដាយវាគឺមិនចំណាយទេដែលនាងប្រែទៅជាបែបនេះប៉ុន្មានហើយស្ងប់អារម្មណ៍ឈប់ជជែកគ្នាហើយមើលសភៅរបស់ពួកឯងទៅចម្លើយអ្វីអំពីថេរិនជានារីពឹសពោះរបស់យើងនាងបានគិតថាតើកូនកណ្ដុលទៅអូនហានឹងកំពុងតែលាក់ខ្លួននៅទីណាកុំមកខាពេកយូរយើងក៏មកគេដែរអូនហាកំពុងតែស្ថិតនៅដោយនាងកំពុងតែដេកក្រាបទៅដើម្បីស្ដាប់បទចម្រៀងភ្លាមនឹងផងដែរនាងកំពុងតែដេកក្រាបទុកសូននាងក៏បានដេកយល់សបិនឃើញថានៅក្នុងឆ្នាំទី3នៃថ្នាក់ទី1គឺជាថ្នាក់ដែលនាងកំពុងតែស្ថិតនៅហើយនាងក៏បានពោលពាក្យឡើងថាតើនេះគឺជាថ្នាក់រៀនរបស់ពួកយើងមែនព្រោះអីថ្នាក់រៀននេះគឺដូចទៅនឹងថ្នាក់រៀនរបស់នាងចឹងសូក៏មានវិញ្ញាណខ្មោចជាច្រើនបានលេចឡើងនៅចំពោះមុខនាងដែលនោះគឺជាវិញ្ញាណខ្មោចនឹងឯងពួកគេបាននិយាយថាតើតែនោះគឺជានាងមែនទេគឺជានាងដែលគឺជាមនុស្សម្នាក់ដែលមើលឃើញខ្មោចនាងគឺគួរឲ្យខ្លាចខ្លាំងណាស់ពួកគេបានសាកចំអកទៅកាន់អូនហានិងមាក់ងាយទៅកាន់នាងជាច្រើនដោយនិយាយថាខ្ញុំបានឮថាឯរបស់នាងបានរត់ចាក់ចេញពីនាងផងដែរហើយអ្នករកគ្នានៅជុំវិញខ្លួនរបស់នាងគឺមិនសប្បាយចិត្តនោះទេពាក្យសម្ដីរបស់ពួកគេមួយបានចាក់ដោតទៅកាន់បេះដូងរបស់នាងធ្វើឲ្យនាងមានភាពសក់ស្លុតនិងផិតភ័យខ្លាំងណាស់ហើយថែមទាំងធ្វើឲ្យនាងឈឺចាប់ទៀតផងនាងបាននិយាយបន្លប់ខ្លួនឯងថាទេវាគឺជាការអង្ហត់ទាំងអស់គេក៏បានសាច់ឌឺដនទៅកាន់នាងបន្ថែមទៀតតែពួកគេសាប់តែបាត់ខ្លួនភ្លាមប្រែរូបរាងទៅជាមិត្តភក្តិរបស់នាងដោយនិយាយថាតើអ្នកចង់មានន័យយ៉ាងដូចម្តេចទេអ្នកគឺគួរឲ្យអាប់អួរនិងគួរឲ្យសោះខ្ពើមនិងជារៃខ្លាំងណាស់ស្រាប់តែវិញ្ញាណទាំងមិនបានឈរនៅពីក្រោយមិត្តភក្តិរបស់នាងដែលជាគឹមថេរីអេដមីនសុំបញ្ជាក់ឲ្យថានេះមិនមែនជារូបរាងរបស់គឹមថេរីពិតប្រាកដនោះទេវាគឺជាវិញ្ញាណខ្មោចដែលបានប្រែទៅជានាងមានខ្មោចនោះនៅតែបន្តនិយាយទៅកាន់អូនហាថាការបដិសេធអ្វីទាំងអស់វាមិនបានផ្លាស់ប្ដូរអ្វីនោះឡើយការប៉ັດវាមិនសំខាន់នោះទេតែអ្នកចង់ដឹងថាមូលហេតុអ្វីដែរទេស្រាប់តែវិញ្ញាណខ្មោចនោះបានសំណក់ទៅកាន់អូនហាហើយក៏បានអានទៅចិត្តនាងហើយនិយាយថាគ្មាននរណាម្នាក់បានខកពីមនុស្សដូចជាអ្នកនោះឡើយឆ្នេះហេតុអ្វីបានជានាងមិនទទួលស្គាល់វាហើយឈប់តស៊ូទៀតទៅភ្លាមនោះអូនហាក៏បានចាប់អារម្មណ៍ទៅកាន់អ្វីមួយនាងក៏បានកលេសទៅកាន់ក្រោមម្ខាងនៃពីក្រោយខ្នងរបស់វិញ្ញាណខ្មោចស្រីនោះដោយអូនហាបាននិយាយថាតើទាំងនោះក៏ជាអ្វីទៅសំបីតែវិញ្ញាណខ្មោចនោះក៏ឆ្ងល់ទៅនឹងកាយវិការរបស់អូនហាផងដែរព្រោះអីវាចម្លែកវាក៏បានសួរទៅកាន់អូនហាថាតើគឺមានរឿងអីគេវិញ្ញាណខ្មោចស្រីនោះវាគ្មានបាននឹងខ្ចោះស្អីទេវាក៏បាននិយាយថាវាគ្មានអ្វីនោះទេនៅទីនេះគឺមានតែខ្ញុំតែប៉ុណ្ណោះស្រាប់តែផ្សេងអាពណ៌ខ្មៅនោះវាក៏បានប្រែទៅជារូបរាងជាមនុស្សប្រុសម្នាក់ដែលគេមានមុខមាត់ពិតជាគួរខ្លាចខ្លាំងណាស់ស្បែកតអូនហាក៏បានគិតក្នុងចិត្តថាតើនោះគឺជាមនុស្សមែនទេនិយាយទៅថាវិញ្ញាណខ្មៅស្រីនេះនៅតែឈរដូចកយ៉យនឹងឯងខ្ញុំស្ញែងគ្មានដឹងខ្យល់ថាមាននរណាម្នាក់នៅពីក្រោយនាងនោះទេហើយវិញ្ញាណខ្មៅប្រុសនោះក៏បាននិយាយទៅកាន់អូនហាថាតើវាគឺជាអ្នកមែនទេគឺជាអ្នកពិតមែនទេដែលបានកោះហៅមកកាន់ខ្ញុំអូនហាបន្ទាប់ពីឃើញបែបនេះនាងបានបោកភ្នែកក្លោតឡោនឹងឯងនាងដោយសារតែនាងមានភាពភ្ញាក់ផ្អើលនាងក៏បានកាត់ក្នុងចិត្តថាតើនេះគឺជាអ្វីតើគាត់កំពុងតែនិយាយអ្វីនឹងដោយសារនេះគឺជាភាសាខ្មោចចឹងឲ្យអូនហានាងស្ដាប់មិនយល់ថាគាត់កំពុងតែនិយាយអីគេទេអូនហាក៏បាននិយាយទៅកាន់ខ្មោចស្រីនោះថានៅពីក្រោយនេះខ្មោចស្រីនោះក៏បាននិយាយទៅកាន់អូនហាទាំងធុញថាស្អីគេមានរឿងស្អីគេមានរឿងអីនៅពីក្រោយខ្ញុំហ្នឹងតើពីនាងបាននិយាយនាងក៏បានងាកមកខាងក្រោយប៉ុន្តែស្រាប់តែនាងបានទូក្បាលមួយចំហៀងបណ្ដាលឲ្យអូនហានឹងឡើងស្លើភ្នែកតែម្ដងដោយសារតែវាជាក់ស្ដែងខ្លាំងពេកធ្វើឲ្យវិញ្ញាណស្រីនោះបានដួលហើយក៏បានរលាកបាត់ទៅសកម្មភាពទាំងនេះធ្វើឲ្យអូនហានឹងតក់ស្លុតខ្លាំងណាស់និងមិនអាចកែរនីបានឡើយធ្វើបែបនេះធ្វើឲ្យវិញ្ញាណខ្មោចដទៃមានការខឹងទៅកាន់ខ្មោចប្រុសនោះខ្លាំងណាស់យ៉ាងណាមិញពួកគេក៏មិនរួចខ្លួនផងដែរ
ក៏ត្រូវបានខ្មោចប្រនោះសម្លាប់តាមម្ដងទៅណាមួយពួកគេគ្រាន់តែជាវិញ្ញាណថ្នាក់ទាបតែប៉ុណ្ណោះសម្រាប់គាត់គឺជាវិញ្ញាណដែលមានឋានៈខ្ពស់គាត់ក៏បានចាប់ផ្ដើមដើមរកនាងដែលបណ្ដោយនេះមើលទៅកាន់គាត់ដោយមានអារម្មណ៍ថាភ័យខ្លាចក៏បានសួរទៅកាន់នាងថាវាគឺជាអ្នកតើអ្នកគិតថាអ្នកគឺជាអ្នកណាដែលហ៊ានកោះហាមកាន់ខ្ញុំគាត់បានសម្លឹងទៅកាន់នាងជាមួយនឹងទឹកមុខគួរខ្លាចធ្វើបែបនេះហើយដូច្នេះនាងក៏បានភ្ញាក់ពីគេមកវិញតែផិតភ័យរួចក៏បានមើលឆ្វេងមើលស្ដាំដោយគិតថាតើនេះគ្រាន់តែជាសុបិនមែនទេល្អណាស់ដែលវាគ្រាន់តែជាសុបិនដែលបានដាស់ស្មារតីឲ្យខ្ញុំភ្ញាក់ពីគេមកវិញនេះក្រែងជាឆ្នាំទី3នៃថ្នាក់ទី1មែនទេគុំប្រាប់ខ្ញុំថានេះមិនមែនជាមួយមកពីក្នុងសុបិនរបស់ខ្ញុំទេតែនោះមិនអាចខ្លាចជាការប្រាប់បាននោះទេក្រែងខ្ញុំបានចូលក្នុងថ្នាក់រៀនផ្សេងតើហើយដើម្បីបានជាខ្ញុំនៅទីនេះអញ្ចឹងស្រាប់តែភ្លាមនោះនេះបានលើសំឡេងម្យ៉ាងនេះបានងាកយ៉ាងលឿនឲ្យនៅទីនោះគឺជាទូមួយដែលបានដាក់សិភើប៉ុន្តែវាបានធ្លាក់ចោលតពីអូនហាបានឃើញដូចនេះនេះមានការឆ្ងល់ជាខ្លាំងតែនេះគឺជាអ្វីតើសិភើអាចហៀបានដោយរបៀបណាវាមើលទៅពិតជាគួរឲ្យខ្លាចបន្តិចខ្ញុំគួរតែរើសពួកគេយកទៅទុកវិញហើយអូនហាបានចាប់ផ្ដើមទៅកាន់សិភើមួយក្បាលដែលមានពណ៌ក្រហមតើនេះគឺជាអ្វីការកោះហៅខ្មោចតើវាមានន័យយ៉ាងដូចម្ដេចតើសិស្សនៅក្នុងថ្នាក់នេះបានសរសេរវាមែនទេអូនហានេះបាននិយាយបណ្ដាបើកសិភើនោះមើលបណ្ដាតែព្រាមនោះនឹងបានចាប់អារម្មណ៍ទៅនឹងអក្សរដែលគេបានសរសេរនៅក្នុងសៀវភៅនោះដែលរៀបរាប់អំពីពិធីសាសនាការកោះហៅខ្មោចក្នុងសៀវភៅនោះបានរៀបរាប់ថាការអញ្ជើញភ្ញៀវសំដៅទៅលើពិធីកោះហៅខ្មោចជាភ្ញៀវប្រសិនបើភ្ញៀវត្រូវបានស្វាគមន៍យ៉ាងត្រឹមត្រូវហើយបញ្ជូនត្រឡប់មកវិញតាមពិធីសំណាងល្អនឹងតាមអ្នកអនុវត្តប៉ុន្តែប្រសិនបើភ្ញៀវខ្លាចទៅជាមិនពេញចិត្តនិងបដិសេធសន្តានកិច្ចជីវិតរបស់អ្នកឯងនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់តើទាំងនេះគឺជាអ្វីខ្ញុំមិនចង់អានរឿងទាំងនេះទៀតទេគួរធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អនោះឡើយសូបិនការប្រយុទ្ធមុននោះហើយឥឡូវនេះខ្ញុំកំពុងតែទទួលអារម្មណ៍មិនល្អនោះឡើយខ្ញុំគ្រាន់តែចេញពីទីនេះឲ្យបានលឿនកាន់តែល្អអូនហាលវតែមើលសភៅដោយមិនបានចាប់អារម្មណ៍ថាគឹមថេរិននៅពីក្រោយនាងនោះទេគឹមថេរិនបាននិយាយឡើងថាពិធីការកោះហៅខ្មោចមានទេហើយអ្វីបានជាអ្នកកៀងបែបនេះបន្ទាប់ពីអ្នកបានឃើញពួកយើងហើយមួយរយៈនេះហើយខ្ញុំចង់នាំនរណាម្នាក់មកកាន់អគារដែលគេបបងចាប់ពីព្រោះតែខ្ញុំឮពីអាចារ្យអារាមថានៅទីនេះមានខ្មោចលងប៉ុន្តែខ្ញុំមិននឹកស្មានថាឯងមកទីនេះដោយខ្លួនឯងទេប្រាប់តានាងបានដើរប៉ះទៅនឹងសិភៅមួយដែលជាសិភើការកោះហៅខ្មោចព្រមនោះនាងបាននិយាយថាហេតើនេះគឺជាអ្វីចាស់ពេកហើយកម្លាំងក៏មិនអាចជាកម្មសិទ្ធិរបស់ឯងបានទេមែនទេពិធីក៏ហៅខ្មោចជាភ្ញៀវមែនទេតែឯងកំពុងតែនិយាយពីស្អីគេហ្នឹងនាងក៏បានញញឹមយ៉ាងពុះពុលដែលបណ្ដាឲ្យអូនហាមានការផិតភ័យជាខ្លាំងដោយថេរីនៅបន្តនិយាយថាឯងចាំមើលមកកាន់ទីនេះមកអូនហាដែលបណ្ដាឲ្យអូនហាមានការផិតភ័យដូចជាសត្វទាត្រូវតែអញ្ចឹងតើវាពិតមែនដែរទេអូនហាសាច់រឿងរបស់យើងក៏បានបញ្ចប់តែត្រឹមនេះតែអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះសាច់រឿងមួយហ្នឹងម្យ៉ាងវិញទៀតប្រសិនបើបងប្អូនចង់ផេមកកាន់ខ្ញុំដោយលើកទឹកចិត្តឬក៏ចង់ប៉ាកាហ្វេមកកាន់ខ្ញុំអាចស្កែនតាមអកននេះបានណាតិចឬច្រើនយ៉ាងណាក្ដីក៏ខ្ញុំអាចទទួលយកវាផងដែរវាក៏អាចបង្កើតខ្ញុំមានកម្លាំងចិត្តក្នុងការសម្រេចរឿងបន្តហើយខ្ញុំក៏អរគុណទឹកចិត្តដ៏ធំធេងរបស់អ្នកទាំងអស់គ្នាផងដែរណា